1 2 3 4 5អង្គុយចុះបាទអ្នកដែលធ្លាប់ជក់បរិយកន្លងមកពីមុនមកងើបឈរអូខេ4 7 6បាទតេតងមួយបរិយចូលមក2ថ្ងៃពីមុនប្រើមកកញ្ចប់ម្នាក់ឯងកូននិយាយចុះមិនបាច់ខ្មាស់មិនបាច់លាក់លៀមទេកូនបាទពីព្រោះយើងតិចទៀតនឹងខ្លាយជាអ្នកគ្រប់គ្រងបរិយនេះមួយបាទអញ្ចឹងត្រឹមរយៈពេល2ទៅ3ថ្ងៃនេះកូនកាត់បន្ថយបាន%បានច្រើនហើយបើបានឡើង80%បានឡើងរហូតដល់80%អបអរសាទរបាទអូខេតោះ469ពីមុនមកនឹងឥឡូវនេះកាត់បន្ថយបានប៉ុន្មាន%100%អបអរសាទរអូខេតោះ473កូនបាទពីមុនជក់មួយថ្ងៃស3 4 5ដើមបាទកន្លះកញ្ចប់ឥឡូវនេះផ្ដាច់បានប៉ុន្មាន%កូន99ហើយបាទនៅ1%ទៀតចាំមើលចាក់ស្ដែងអូខេអូខេអា1%ហ្នឹងគឺកុំឲ្យមានឃើញអីសោះណាអូខេតោះ472កូនបាទប៉ុន្មាន%100%បាទព្រោះតែចង់ឈប់ជក់គឺឈប់ជក់មកបាទឈប់ជក់គឺឈប់ជក់តែម្ដងតាអូខេអបអរសាទរបាទកូន477មកទៅមកបានមួយយប់ទេបាទតើកូនសន្យាមិនសន្យានឹងកាត់បន្ថយពីមុនស្លាប់ជួមួយថ្ងៃមកចប់តែឥឡូវសល់តែម្ដងឥឡូវសល់តែម្ដងគាត់ណាត្រឹមតែរយៈពេលមួយថ្ងៃមែនទេធ្វើឲ្យបានគាត់ណាអត់យកទ្រឹស្ដីទេគឺយកបាទភាពជាស្ដែងយកការអនុវត្តអូខេអរតអង្គុយចុះកូនអង្គុយចុះប៉ះបានតែនិយាយទេនិយាយកូនអើយសូមគោរពកូនទាំងអស់គ្នាសូមកូនផ្ដាច់បរិយទាំងអស់គ្នានៅពេលដែលកូនផ្ដាច់បរិយអនាគតគាត់នឹងភ្លឺស្វាងអនាគតកូននឹងល្អប្រសើរនៅថ្ងៃអនាគតគ្រាន់តែកូនផ្ដាច់បរិយនេះមួយកូនឯងខ្លាយជាក្មេងល្អបាត់ហើយខ្លាយជាកូនល្អបាត់ហើយហើយបើសិនប៉ាម៉ាក់ឃើញនៅក្នុងវីដេអូនេះគាត់នឹងសប្បាយចិត្តជាងប៉ាម្នាក់នេះទៀតកូនថាសន្យាកូនថាធ្វើវាឲ្យបានតែពាក្យសន្យាពាក្យថាធ្វើវាឲ្យបាននេះអត់សំខាន់ជាងយើងការអនុវត្តនោះទេដោយប៉ានិយាយចឹងបើសិនជាកូនផ្ដាច់បរិយហើយវាត្រូវប្រកាច់វាត្រូវប្រកិននៅកន្លែងនេះប៉ាមានឡានពេទ្យនឹងក្រៅប៉ានិយាយដដែលសម្រាប់ដឹកកូនទៅពេទ្យកូនចង់នៅទីមកចង់ជោគជ័យមកចង់រីកចម្រើនមកចង់មានសមត្ថភាពឲ្យដូចប៉ាមែនទេទាំងអស់គ្នាមែនទេបាទតែគ្រាន់តែបរិយមួយកូនឯងគ្រប់គ្រាន់បានហ្នឹងកូនឯងកុំសង្ឃឹមថាកូនឯងបានជោគជ័យថាកូនឯងចង់បានរីកចម្រើនគ្រាន់តែបរិយនេះគ្រប់គ្រងវាមិនបានផងទៅគ្រប់គ្រងខ្លួនឯងវាមិន